ថ្ងៃអាក្រក់ដូចជាពពកខ្មៅវានឹងរសាត់បាត់ទៅមានពេលខ្លះជីវិតដូចជាមេឃដែលគ្រោះដណ្ដប់ដោយពពកខ្មៅយើងមិនដឹងថាពេលណាភ្លៀងនឹងឈប់ហើយពេលណាពន្លឺព្រះអាទិត្យនឹងត្រឡប់មកវិញមានថ្ងៃខ្លះយើងញញឹមនៅចំពោះមុខអ្នកដទៃប៉ុន្តែខាងក្នុងបេះដូងវិញគឺពោពេញទៅដោយទឹកភ្នែកនិងសំណួរជាច្រើនដែលគ្មានអ្នកណាដឹងយើងធ្លាប់សួរខ្លួនឯងថាហេតុអ្វីបានជារឿងទាំងអស់នេះកើតឡើងចំពោះខ្ញុំតើពេលណាខ្ញុំនឹងបានសុខតើខ្ញុំត្រូវរងទុក្ខបែបនេះដល់ពេលណាមានពេលខ្លះយើងខំធ្វើល្អប៉ុន្តែបែរជាទទួលបានការឈឺចាប់យើងស្មោះត្រង់ប៉ុន្តែត្រូវគេក្បត់យើងស្រឡាញ់ដោយស្មោះប៉ុន្តែត្រូវគេបោកបង់យើងខំប្រឹងប្រែងដើម្បីអនាគតប៉ុន្តែបញ្ហាមួយចូលមកធ្វើឲ្យអ្វីៗដែលបានសាងសង់ជាយូរហើយដួលរលំក្នុងរយៈពេលខ្លីពេលនោះយើងអាចមានអារម្មណ៍ថាជីវិតយើងងងឹតដូចជាមេឃដែលគ្មានពន្លឺដូចជាផ្លូវដែលមិនដឹងថានឹងដើរទៅដល់ទីណាប៉ុន្តែសូមកុំភ្លេចថាពពកខ្មៅមិនដែលនៅលើមេឃជារៀងរហូតឡើយវាមកហើយវាក៏ទៅវាគ្របពន្លឺប៉ុន្តែវាមិនអាចបំផ្លាញព្រះអាទិត្យបានទេជីវិតយើងក៏ដូចគ្នាថ្ងៃអាក្រក់គ្រាន់តែជាថ្ងៃមួយមិនមែនជាជីវិតទាំងមូលឡើយព្រះសម្មាសម្ពុទ្ធបានបង្រៀនអំពីអនិច្ចតាថាអ្វីៗមិនទៀងទាត់អ្វីៗទាំងអស់សុទ្ធតែប្រែប្រួលមិនទៀងអ្វីដែលកើតឡើងនឹងផ្លាស់ប្ដូរសេចក្តីសុខមានការផ្លាស់ប្ដូរសេចក្តីទុក្ខក៏មានការផ្លាស់ប្ដូរអ្វីដែលយើងកំពុងជឿចាំនៅថ្ងៃនេះក៏មិនអាចនៅដដែលជារៀងរហូតបានដែរដូច្នេះនៅពេលចិត្តកំពុងធ្ងន់ចូលរលឹកខ្លួនឯងថានេះគ្រាន់តែជាពពកខ្មៅមួយវានឹងរសាត់បាត់ទៅកុំគិតថាពេលដែលយើងកំពុងយំមានន័យថាយើងយំរហូតកុំគិតថាពេលដែលយើងបរាជ័យមិនមានន័យថាយើងនឹងបរាជ័យរហូតនោះទេកុំគិតថាពេលដែលមនុស្សម្នាក់ចាកចេញមានន័យថាយើងឯកាដល់ជីវិតចុងក្រោយនោះទេជីវិតមិនដែលឈប់ផ្លាស់ប្ដូរឡើយមនុស្សដែលយើងធ្លាប់គិតថាយើងមិនអាចរស់ដោយគ្មានគេក៏អាចក្លាយជាមនុស្សម្នាក់នៅក្នុងអតីតកាលទឹកភ្នែកដែលយើងធ្លាប់គិតថាមិនអាចឈប់ហូរក៏នៅថ្ងៃមួយវានឹងស្ងួតរបួសដែលយើងគិតថាមិនអាចជាសះស្បើយក៏នៅថ្ងៃមួយវានឹងក្លាយជាស្នាមដែលរលឹកយើងថាយើងធ្លាប់ឆ្លងកាត់វាមកបានព្រះពុទ្ធមិនបានបង្រៀនថាមនុស្សនឹងមិនជួបទុក្ខឡើយព្រះអង្គបានបង្រៀនឲ្យយើងស្គាល់ទុក្ខយល់ពីហេតុនៃទុក្ខនិងរៀនដោះលែងចិត្តចាកចេញពីការតោងជាប់ពេលយើងបាត់បង់អ្វីមួយយើងឈឺព្រោះយើងស្រឡាញ់នឹងតោងជាប់នឹងវាពេលអ្វីមួយមិនបានទៅតាមចិត្តយើងឈឺយើងចង់ឲ្យវាទៅតាមបំណងរបស់យើងប៉ុន្តែជីវិតមិនមែនដូចអ្វីដែលយើងគិតទាំងអស់ឡើយមនុស្សខ្លះចូលមកក្នុងជីវិតដើម្បីស្រឡាញ់យើងមនុស្សខ្លះចូលមកដើម្បីបង្រៀនយើងមនុស្សខ្លះចូលមកហើយក៏ចាកចេញទៅព្រឹត្តិការណ៍ខ្លះធ្វើឲ្យយើងសប្បាយព្រឹត្តិការណ៍ខ្លះធ្វើឲ្យយើងយំប៉ុន្តែគ្រប់យ៉ាងសុទ្ធតែជាផ្នែកមួយនៃជីវិតរបស់យើងដូច្នេះថ្ងៃនេះយើងកំពុងជួបទុក្ខចូលកុំស្អប់ជីវិតកុំស្អប់ខ្លួនឯងកុំគិតថាយើងគ្មានតម្លៃចូលអត់ធ្មត់ហើយអនុញ្ញាតឲ្យពេលវេលាធ្វើការរបស់វាទឹកភ្នែកក៏មានថ្ងៃស្ងួតរបួសក៏មានថ្ងៃជាសះស្បើយពពកខ្មៅក៏មានថ្ងៃរសាត់យប់ងងឹតក៏មានថ្ងៃរះហើយយើងក៏នឹងមានថ្ងៃដែលអាចញញឹមម្ដងទៀតបានថ្ងៃនេះប្រសិនបើគ្មាននរណាយល់ពី
ទុករបស់យើងក៏មិនអីទេចូលយល់ពីខ្លួនឯងជាមុនសិនចូលមេត្តាខ្លួនឯងចូលនិយាយទៅកាន់បេះដូងរបស់ខ្លួនឯងថាខ្ញុំដឹងថាអ្នកនឿយហត់ខ្ញុំដឹងថាអ្នកធ្លាប់ឈឺខ្ញុំដឹងថាអ្នកធ្លាប់យំដោយស្ងាត់ប៉ុន្តែសូមកុំបោះបង់ពពកខ្មៅនេះនឹងរសាត់បាត់ទៅសូមអត់ធ្មត់បន្តិចទៀតប្រសិនបើថ្ងៃនេះជីវិតមិនទាន់ផ្ដល់អ្វីដែលយើងប្រាថ្នាក៏កុំអស់សង្ឃឹមធ្វើល្អតាមដែលអាចធ្វើបានរក្សាសិលរក្សាចិត្តមានមេត្តាចំពោះអ្នកដទៃនិងធ្វើឲ្យចិត្តស្ងប់ព្រះសម្មាសម្ពុទ្ធបានបង្រៀនឲ្យយើងមើលឃើញការពិតមិនមែនរត់គេចកិច្ចចេញពីការពិតហើយមិនអាចបញ្ជាមេឃឲ្យគ្មានពពកបានទេប៉ុន្តែយើងអាចរៀនរស់នៅក្នុងថ្ងៃដែលមានពពកដោយមិនបាត់បង់សេចក្តីសង្ឃឹមកុំខ្លាចថ្ងៃដែលមានមេឃងងឹតកុំខ្លាចភ្លៀងដែលកំពុងធ្លាក់ព្រោះគ្រប់ភ្លៀងសុទ្ធតែមានថ្ងៃឈប់ថ្ងៃណាមួយយើងនឹងឈរនៅកន្លែងដដែលហើយមើលមេឃដែលធ្លាប់ងងឹតយើងនឹងដឹងថាទោះពេលនោះយើងឈឺចាប់យ៉ាងណាក៏យើងនៅតែអាចឆ្លងកាត់បានហើយនៅថ្ងៃនោះយើងប្រហែលជាញញឹមទាំងទឹកភ្នែកហើយនិយាយទៅកាន់ខ្លួនឯងថាអរគុណដែលខ្ញុំមិនបានបោះបង់អរគុណដែលខ្ញុំបានអត់ធ្មត់អរគុណចំពោះទុក្ខដែលបានបង្រៀនខ្ញុំឲ្យយល់ពីជីវិតអរគុណចំពោះទឹកភ្នែកដែលបង្រៀនឲ្យខ្ញុំស្គាល់តម្លៃនៃស្នាមញញឹមអរគុណចំពោះពពកខ្មៅដែលបង្រៀនខ្ញុំថាពន្លឺនៅតែមានទោះខ្ញុំមើលមិនឃើញក៏ដោយថ្ងៃអាក្រក់ដូចជាពពកខ្មៅវានឹងរសាត់បាត់ទៅទុក្ខដែលកំពុងកើតមិនមែនជាចុងបញ្ចប់នៃជីវិតទេចូលរក្សាចិត្តរក្សាសតិរក្សាមេត្តារក្សាចិត្តល្អនិងអត់ធ្មត់ព្រោះបន្ទាប់ពីពពកខ្មៅរសាត់បាត់ទៅមេឃនឹងស្រឡះហើយពន្លឺនឹងត្រឡប់មកវិញសូមអនុមោទនា